ស្ដីអ្នកទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានប្រធានបទនឹងលើកឡើងចែកជូនសម្រាប់បងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងប្រធានបទមុនដែលខ្ញុំបានលើកឡើងគេថា Don't work for money ប៉ុន្តែនៅថ្ងៃនេះគឺខ្ញុំនឹងយកនៅ phrase ទី2របស់គេហៅថា wisdom for rich dad ហ្នឹងមកធ្វើការអធិប្បាយដែលមានចំណងជើងថា Don't be controlled by emotions អញ្ចឹងសំណួរគឺថាតើអ្វីទៅជាការ don't be controlled by emotion នេះបងប្អូនអាចធ្វើការតាមដាននៅខ្សែវីដេអូឃ្លីបនេះទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សូមបងប្អូនធ្វើការជួយ like និង subscribe ដើម្បីចុចកណ្ដឹងដើម្បីទទួលបាននៅខ្សែវីដេអូថ្មីបន្តទៀតពីខ្ញុំបាទអញ្ចឹងកុំឲ្យខាតទៅយូរឥឡូវយើងទៅដំណើរគ្នាបាយអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងសូមទាញអារម្មណ៍បងប្អូនមួយទៀតទាក់ទងទៅនឹងចំណុចទី2ដែលកាត់សរសេរក្នុង clear ហ្នឹងថា don't be controlled by emotions don't be controlled by emotion នេះនៅក្នុងនេះគឺចង់មានន័យថាសូមកុំធ្វើឲ្យខ្លួនយើងស្ថិតនៅក្រោមអារម្មណ៍រវើរវាយបាទអញ្ចឹងមានន័យថា don't be control emotion បាទនឹងកុំធ្វើឲ្យខ្លួនយើងស្ថិតនៅក្នុងអារម្មណ៍រវើរវាយសំណួរគឺថាតើអារម្មណ៍រវើរវាយនេះយ៉ាងណានៅក្នុង clear នេះដែរគាត់បានសរសេរលើកឡើងជា2បាទបងប្អូនណា2ទី1គឺអារម្មណ៍ fear ប្រែថាខ្លាចហើយនឹង greed មានន័យថាអារម្មណ៍លោភលន់អញ្ចឹងមនុស្សពីរហ្នឹងគឺមនុស្សយើងតែងតែស្ថិតនៅក្នុងអារម្មណ៍ពីរបែបហ្នឹងតែបើសិនជាបងប្អូនថាចង់ដឹងថាតើអារម្មណ៍ពីរនឹងវាទៅជាយ៉ាងណាបងប្អូនអាចធ្វើការតាមដាននៅការបកស្រាយរបស់ខ្ញុំហើយសូមជម្រាបថាវាមិនមែនជាគំនិតរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកអានឃើញអត្ថបទកាត់ល្អក៏ខ្ញុំចាប់ផ្ដើមរៀបចំធ្វើជាវីដេអូឃ្លីបចែកជូនដល់បងប្អូនណាបងប្អូនណាបាទចឹងគាត់នៅក្នុង clear ដែលគេគាត់និយាយថា don't be controlled by emotion នេះគាត់និយាយថា some people live are always controlled by two emotion of fear and greed គាត់ចង់និយាយថាមនុស្សភាគច្រើនគឺតែងតែស្ថិតនៅក្រោមអំណាចរវើរវាយនៃភាពខ្លាចភ័យខ្លាចហើយនិងភាពលោភលន់បាទចឹងអានឹងគាត់និយាយចឹងគាត់បន្តទៀតថា fear keep people in trap of working hard earning money and hopes that will be reduce their fear បាទគាត់ចង់និយាយបន្តថានៅក្នុង clear ហ្នឹងគេចង់បន្តទៀតថាភាពខ្លាចធ្វើឲ្យរក្សាឲ្យយើងស្ថិតនៅក្នុងអន្ទាក់នៃកិច្ចការងារធ្វើកិច្ចការងារដ៏ខ្លាំងដល់ច្រើនដល់លំបាកដោយសារតែយើងមានភាពភ័យខ្លាចមិនមានការបដូរផ្លាស់ធ្វើអ្វីមួយឬមួយក៏ជាលក្ខណៈនៅក្នុងការរកលុយដ៏លំបាកឬក៏ធ្វើការដ៏លំបាកបងប្អូនណាហើយសង្ឃឹមថាវានឹងមានការប្រសើរឡើងឲ្យជៀសផុតនឹងភាពភ័យខ្លាចអាហ្នឹងគឺជាខ្លាចទី1ដែលអត្ថន័យរបស់គាត់បានជម្រាបជូននៅក្នុង phrase ហ្នឹង secondly នៅក្នុងបន្តទី2ទៀត most of us have the greed to get rich quickly បាទអញ្ចឹងមនុស្សមួយចំនួនទៀតគឺតែងតែមានភាពលោភលន់ដែលចង់คล้ายទៅជាអ្នកមានយ៉ាងឆាប់រហ័សទាំងអស់នេះដែលជាហេតុធ្វើឲ្យអន្តរាយ yes many people become rich over the night បាទអញ្ចឹងវាន័យថាគ្មាននរណាម្នាក់អាចមានក្នុងរយៈពេលមួយយប់នោះទេ but they have no financial education ហើយពួកគេដោយសារតែពួកគេអត់មានការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ so education yourself don't be greedy and fearful ដូច្នេះយើងត្រូវតែធ្វើការអប់រំដោយខ្លួនឯងកុំឲ្យមានភាពភ័យខ្លាចទៅនឹងភាពភ័យខ្លាចហើយនឹងភាពនឹងលោភលន់បាទអញ្ចឹងអារម្មណ៍ទាំងពីរហ្នឹងសូម្បីតែខ្លួនខ្ញុំដែលជាអ្នកធ្វើការបកប្រែឬក៏សម្រួលនេះក៏ខ្ញុំអាចយល់បានដែរដោយសារតែខ្ញុំក៏ស្ថិតនៅក្នុងចង្កោមមនុស្សបែបហ្នឹងដែរបងប្អូនណាបាទអញ្ចឹងនៅក្នុង clear ដែលគាត់ចង់និយាយថា don't be controlled by emotion នេះគឺគាត់ចង់ឲ្យយើងកុំខ្លាយខ្លួនទៅជាបន្ទុកឬក៏បុគ្គលដែលស្ថិតនៅក្រោមអំណាចនៃរវើរវាយ
ដែលកើតបានជំរាបជូនថាការរវើរវាយរបស់មនុស្សនោះគឺមានពីរទៀតបាទទី1គឺទាក់ទងទៅនឹងអារម្មណ៍នៅភ័យខ្លាចអញ្ចឹងកាលណាទៅភ័យខ្លាចនៅពេលដែលយើងចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយគឺអត់បានលឿនទេបាទអញ្ចឹងរាល់មនុស្សទាំងអស់បាទគឺឲ្យតែមានភាពភ័យខ្លាចហ្នឹងគឺការចាប់ផ្ដើមទៅអត់លឿនទេហើយអ្វីក៏ដោយគឺយើងចាប់ផ្ដើមនៅរបស់ថ្មីគឺតែងតែមានភាពភ័យខ្លាចទោះបីជាមានចំណេះដឹងជំនាញស្ទាត់ខាងណាក៏នៅតែមានភាពភ័យខ្លាចនៅក្នុងនោះដែរហើយមួយទៀតគឺទាក់ទងទៅនឹង greed បាទ greed ហ្នឹងគឺសេចក្តីលោភលន់បងប្អូនណាការលោភលន់មនុស្សយើងគឺជាប់ជំពាក់នឹងការលោភលន់អញ្ចឹងហើយបានគាត់តែងតែកុំឲ្យមានអារម្មណ៍រវើរវាយទាក់ទងទៅនឹងការលោភលន់ពេកពីព្រោះថាសេចក្តីលោភលន់អាចនាំឲ្យយើងនឹងវិនាសខាតបង់នូវទ្រព្យសម្បត្តិក៏ថាបានទៅតាមអ្វីដែលយើងចង់បានបាទអញ្ចឹងទាក់ទងទៅនឹង don't be controlled by emotion នេះគឺទាក់ទងទៅនឹង clear នេះគឺខ្ញុំសូមតែបញ្ចប់ប៉ុណ្ណឹងហើយដោយសារតែវាដូចអត់មានអីចម្លែកនឹងច្រើនហើយបើសិនជាបងប្អូនមាននៅទស្សនៈល្អខាងណាសូមជួយការ comment នៅខាងក្រោមវីដេអូដើម្បីជូនជាចំណេះដឹងក៏ដូចជាការសិក្សាបាទដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងប្រទេសយើងផងដែរបាទអញ្ចឹងខ្ញុំចន្ទរាសូមជម្រាបលាជួបគ្នាហើយជាចុងបញ្ចប់សូមជូនពរទៅដល់បងប្អូនជួបតែសុភមង្គលគ្រប់ទិវារាត្រីកុំបីអាខានហើយជាពិសេសសូមកុំភ្លេចធ្វើការអភិវឌ្ឍនៅសមត្ថភាពខ្លួនឯងជាប្រចាំដើម្បីក្លាយខ្លួនទៅជាបុគ្គលដែលមានការត្រេះរិះពិចារណាដ៏បានត្រឹមត្រូវបាទអញ្ចឹងទាក់ទងទៅនឹងប្រធានបទ Don't be controlled by emotion គឺសូមតែចប់ប៉ុណ្ណឹងហើយនឹងអាចជួបគ្នានៅខ្សែវីដេអូក្រោយប្រហែលជាខ្ញុំនឹងចាប់ដើមលើកឡើងនៅ acquire assets បន្តទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាបាយបាយ